នេះជាក្បាលបូមទឹកណាបងប្អូនហ្នឹងហើយក្បាលបូមអិនហ្នឹងបងប្អូនហ្នឹងហើយដែលបងប្អូនមិនដែលគាត់មិនស្គាល់ហ្នឹងគឺមិនដឹងថាស្អីគេអាហ្នឹងគឺជាក្បាលបូមទឹកអិនហ្នឹងបងប្អូនគេបូមទឹកតង្ងែនបូមទឹកស្វាយស្រោចស្វាយស្រោចតង្ងែនស្រោចបន្លែអញ្ចឹងបងប្អូនហ្នឹងហើយព្រោះនេះវាល្អប្រើហ្នឹងជាកំហូចរបស់វាអានេះគឺវាខូចហ្វឺតបងប្អូនហ្នឹងហើយហ្វឺតក៏យើងដោះប្រឡងនឹងចេញហើយក៏យើងយកដែកដាប់មកយើងកោះតិចមកគឺចេញបងប្អូនហ្នឹងហើយ នេះគឺជាផ្លិតរបស់វាហ្មងហ្នឹងហើយកោះអានឹងចេញមកអានេះរបៀបយើងដូរហ្វឺតហ្នឹងបងប្អូនហើយវាមានបញ្ហាអត់បូមទឹកអញ្ចឹងយើងដូរហ្វឺតអញ្ចឹងយើងយកដែកតាប៉ែតមកយើងចង្កត់ឡើងហ្នឹងរួចយកដែកអុកមកបងប្អូនអុកអញ្ចឹងមកបាទវាចេញហ្នឹងបងប្អូនហ្នឹងហើយវារបូតស្នែហ្នឹងរួចយើងយកសោទប់ខាងនោះផងអញ្ចឹងយើងអានេះគឺជាផ្លិតយើងត្រូវដោះបងប្អូនហ្នឹងហើយរួចផ្លិតវាស្នែឆ្វេងបងប្អូនហ្នឹងហើយមូលទៅមុខគឺចេញបងប្អូនបាទនេះមូលដូចខ្ញុំមូលអញ្ចឹងមក គឺមូលទៅមុខគឺចេញអញ្ចឹងយើងខ្ទាស់នៅអាហ្នឹងយើងចាប់សោខាងនោះយើងបវលចឹងមកគឺចេញបងប្អូនហ្នឹងហើយហ្នឹងហើយបវលដូចខ្ញុំបវលមកគឺចេញហើយនេះគឺជាក្បាលបូមទឹកNហ្នឹងបងប្អូនហ្នឹងហើយ N7 បាទ N75 អានេះគឺជាកន្លែងហ្វឺតរបស់វាហ្នឹងផ្លិតរបស់វាបងប្អូនហ្នឹងហើយស្នែឆ្វេងបងប្អូនមូលទៅមុខគឺចេញហ្នឹងអានេះគឺហ្វឺតបងប្អូនហ្នឹងហើយវាអត់បូមទឹកមកពីកន្លែងហ្នឹងបងប្អូននេះកន្លែងខ្ញុំឆ្កឹះហ្នឹងគឺហ្វឺតរបស់វាបងប្អូនហ្នឹងហើយនេះគឺហ្វឺតរបស់វាហ្នឹងហើយអាក្នុងនេះបន្ទាប់មកគឺស្មាច់អានេះវាសដកអាស្មាច់ហ្នឹងជាប់នឹងស្មាច់ក្នុងបងប្អូនហ្នឹងហើយអានេះវាសដកមកនេះកន្លែងខ្ញុំកោះណាអាហ្នឹងគឺហ្វឺតក្នុងហើយយើងត្រូវកោះអាហ្នឹងដូរទៀតហ្នឹងបងប្អូនហ្នឹងហើយនេះគឺខ្ញុំកោះអាហ្នឹងបញ្ចេញបងប្អូនហ្នឹងហើយយើងត្រូវកោះអាហ្នឹងដូរអាខាងក្នុងហ្នឹងដូរទាំងខាងក្រៅគឺវារួចស្រេចបងប្អូនហ្នឹងហើយអាហ្នឹងគឺជាក្បាលបូមអិននេះវាខូចហ្វឺត ហ្នឹងហើយជាចុងក្រោយវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណ